ដែលនេះជាវីដេអូដែលដកស្រង់ចេញពីសភៅថ្នាក់ទី12ចំពោះគោលដៅនៃមេរៀនគឺផ្ដោតទៅលើសិស្សដែលគាត់រៀនខ្សោយភាសាអង់គ្លេសហើយចំពោះការរៀនគឺយើងមានបែងចែកជា3ដំណាក់កាលទី1គឺខ្ញុំនឹងអានអត្ថបទទាំងអស់មួយចប់បន្ទាប់ពីស្ដាប់ការអានរបស់ខ្ញុំហើយអ្នកទាំងអស់គ្នាអាចសាកល្បងរៀនអានដោយខ្លួនឯងម្ដងទៅ2ដងជាមុនសិនដំណាក់កាលទី2គឺការអានបញ្ចូលពាក្យបន្ទាប់ពីអានអត្ថបទខ្ញុំនឹងស្រង់ពាក្យបបាក់ដាក់ក្នុង slide មួយទៀតដែលខ្ញុំអានឲ្យអ្នកទាំងអស់គ្នាស្ដាប់ដំណាក់កាលទី3គឺការបកប្រែអញ្ចឹងបន្ទាប់ពីអានបញ្ចូលពាក្យទាំងអស់ហ្នឹងហើយពួកយើងនឹងត្រឡប់មកបកប្រែអត្ថបទហ្នឹងវិញឲ្យយើងងាយស្រួលក្នុងការយល់តោះអត្ថបទយើងថ្ងៃនេះគឺអំពី Christmas People in the US celebrate Christmas in December. During Christmas, people buy presents for their friends and family. The presents don't have to be so expensive, as this is a time to be thankful for everything you have. It is also a good idea to decorate your house in light, star shape, and of course a Christmas tree. You can also be creative and make simple cards for your friends to let them know they are loved. You shouldn't be doing homework at this time. Instead, you should have prepared the Christmas dinner. តោះចូលតាអានយកពាក្យវិញពាក្យទី1គឺ celebration ការប្រពៃពិធីអបអរអីមួយនឹង celebrations December ខែធ្នូ presents កាដូ present ជា noun មានន័យថាកាដូបើ present ជា verb មានន័យថាបង្ហាញឬធ្វើបទបង្ហាញអីមួយនឹង present expensive ថ្លៃ decorate រៀបចំ light ពន្លឺ creative ច្នៃប្រឌិតដែលមានកំណត់ច្នៃប្រឌិតអីមួយនឹង creative instead ជំនួសមកវិញឬក៏ជំនួសវិញ prepare រៀបចំទុកត្រៀម dinner អាហារពេលល្ងាចតោះចូលដល់ការបកប្រែយើងវិញ Christmas ពិធីបុណ្យ Christmas ស្មើយើងហៅគេ Christmas yeah people in the US celebrate Christmas in December ប្រជាជននៅ US ហ្នឹងមកពី the United States ប្រជាជននៅសហរដ្ឋអាមេរិកធ្វើការអបអរពិធីបុណ្យ Christmas នៅខែធ្នូ During Christmas, people often buy presents for their friends and family. កំឡុងពេលបុណ្យ Christmas ប្រជាជនជារឿយៗទិញកាដូសម្រាប់ឲ្យមិត្តភ័ក្តិនិងគ្រួសាររបស់ពួកគេ The present don't have to be so expensive, as this is a time to be thankful for everything you have. កាដូ have to នឹងជាប្រភេទ modal verb មួយដែរមានន័យថាមិនមានន័យថាចាំបាច់ឬក៏ត្រូវតែកាដូមិនចាំបាច់ត្រូវតែថ្លៃនោះទេព្រោះនេះគឺជាពេលមួយដែលឲ្យយើងដឹងគុណសម្រាប់គ្រប់យ៉ាងដែលយើងមាន It is also a good idea to decorate your house with light, star shape, and of course a Christmas tree. វាគឺក៏ជាគំនិតល្អមួយដែរដែលត្រូវរៀបចំផ្ទះរបស់អ្នកជាមួយនឹង light ពន្លឺ star shape រូបផ្កាយand of course នឹងប្រកាសណាស់ដើម Christmas មួយ You can also be creative and make simple cards for your friend to let them know they are loved អ្នកក៏អាចមានគំនិតច្នៃប្រឌិតហើយបង្កើតជាកាត simple card កាតធម្មតាសម្រាប់មិត្តភ័ក្តិរបស់អ្នកដែរដើម្បីឲ្យពួកគេដឹងថាពួកគេគឺត្រូវបានស្រឡាញ់ you loved You shouldn't be doing homework អ្នកមិនគួរធ្វើកិច្ចការផ្ទះនៅពេលហ្នឹងទេ at this time Instead you should have prepared the Christmas dinner ជំនួសមកវិញអ្នកគួរតែជួយរៀបចំអាហារពេលល្ងាចសម្រាប់បុណ្យ Christmas អញ្ចឹងមេរៀនយើងថ្ងៃនេះគឺបញ្ចប់ហើយអរគុណច្រើនសម្រាប់ការមើលវីដេអូជួបគ្នានៅវីដេអូក្រោយចប់